ធ្វើខឹងណែឈំលឹងទៅឆ្ងាយទុំសាយឈប់សិនខ្ញុំឈ្មោះងាអុកច័ន្ទធុស្រុកកណ្ដើតនៅខេត្តកំពង់ចាមមុននឹងពេលខ្ញុំមកហ្នឹងខ្ញុំនៅស្រុកខ្ញុំហ្នឹងគឺខ្ញុំមានអាជីពជាជាងថតរូបក្នុងគោលការណ៍ប៉ុន្តែមករដូវខ្ញុំរកបានតែក្នុងរយៈពេល 5-6 ខែបន្ទាប់មកខ្ញុំធ្វើជាចំការខ្ញុំអត់ធ្វើស្រែទេបានខ្ញុំធ្វើតារាខ្ញុំដើរលេងមកពីខ្ញុំមានជំងឺស្វិតដៃជើងទៅមួយទៀតខ្ញុំមកដើរលេងហ្នឹងខ្ញុំឃើញកន្លែងហ្នឹងល្អទៅខ្ញុំគិតថាការងារហ្នឹងជាសមនឹងរបស់ខ្ញុំគឺអត់មានបាក់ឆ្ងាយដូចយើងទៅថតការទៅផ្ដិតទៅដល់ពេញដល់អីនេះគឺខ្ញុំទិញឧបករណ៍ខ្លួនឯងមកប្រើប្រាស់នៅពេលហ្នឹងពេញចិត្តដល់ជាងគេតាំងពីតូចដល់ថ្ងៃដល់ថ្ងៃហ្នឹងម៉ោងហ្នឹងគឺខ្ញុំពេញចិត្តជាងគេគឺថតរូប1 2 3ខ្ញុំមិនអាចទៅធ្វើការធ្ងន់ព្រោះខ្ញុំមានចការមានស្រែដែរវាដូចថាការងារខ្ញុំមិនអាចធ្វើបានធ្ងន់គឺខ្ញុំអាចនៅទីនេះក្រៅពីបឹងយ៉ាឡោមខ្ញុំចាប់អារម្មណ៍ប្រជាជននៅនឹងដែរការរស់នៅរបស់គាត់ហ្នឹងខ្ញុំមើលទៅដូចថាខ្ញុំកាលមុនខ្ញុំអត់ទាន់ស្គាល់គាត់ខ្ញុំនឹងឃើញផ្ទះសប្បាយរបស់គាត់ខ្ញុំកវីក្បាលក្រោយមកអញ្ចឹងទៅខ្ញុំបានទៅលេងជាការល្អណាអត់មានរើសអើងរើសអ្នកនេះមានទ្រព្យសម្បត្តិច្រើនអ្នកនេះមានអកេអកច្រើនអ្នកនេះជាឋានៈអីទេឲ្យតែដើរមកលេងតែគាត់ថាជាអ្នកល្អទាំងអស់បាទហ្នឹងបានគាត់ណាហ្នឹងហើយនេះកូនខ្ញុំវាថាវាសួរគ្រូថាថ្ងៃនេះសម្រាប់ដែរឥឡូវវាពីអ្នកបងប្អូនទៅរកស៊ីនៅកញ្ចាញពងថតរូបខ្ញុំថតមួយហើយនឹងខ្ញុំធ្វើខឹងណែឈំលឹងទៅឆ្ងាយយកទីម៉ានទី2យកទី1នេះសទីនេះខ្ញុំឈ្មោះលៀងហុងអាយុ18ឆ្នាំពុកម្ដាយកសិករពុកអី4នាក់គេសុំចុះ1000ចូលគេទៅខ្ញុំរៀននៅកំពង់ចាមហើយដោយសារតែគ្រូសាខ្ញុំសក់ខ្សោយពេកខ្ញុំឈប់រៀនប៉ាថនខ្ញុំក៏ហៅខ្ញុំមកជួយថតអញ្ចឹងគាត់រៀនអញ្ចឹងគាត់ឲ្យមកប៉ុស្តិ៍1000ស្រឡាញ់គាត់ដូចជាពុកកើតយល់ថាគាត់ជាមនុស្សល្អមិនសូវជាកម្មវណ្ណៈអីប៉ានេះគាត់នៅថតនៅវិចារខ្ញុំអ្វីដែលចង់បានជីវិតរបស់ខ្ញុំគឺខ្ញុំចង់បានឲ្យកូនខ្ញុំខ្លាចជាអ្នកអ្វីមួយលុយបាយឲ្យខ្ញុំបាននៅក្នុងនោះអស់ហើយនឹងអញ្ចឹងបើចំពោះខ្ញុំហួសពេលហើយខ្ញុំចង់បានអីទៀតក៏ទៅកើតដែរព្រោះខ្ញុំមានអ្វីខ្ញុំចំណាស់ដែរហើយណែកូនហ៎មួយតាអូនឯងតាមមួយទៅនេះមួយតែបងមួយទៅជាមួយទៅកូនបងមួយទៅលើហើយបាទអីរូបបានល្អអូដូចជារូបនាងយកទៅបាត់ទៀងផងខ្ញុំអាឡូអូនអើយថ្ងៃហ្នឹងហុងបានបាយជា30សម្រាប់យ៉ាងប៉ាបានជា40បើយើងឆ្លងកាត់ពិបាករួចអស់ហើយហ្នឹងហើយតែបានមួយថ្ងៃ20000 30000ដោះថ្លៃកូនរៀនថ្លៃខ្ញុំហូបជុកខ្ញុំអស់ចាយ៉ាងចំពោះខ្ញុំកូនខឹងលេខប៉ុណ្ណឹងឆាប់ខឹងម្ល៉េះ